皆さん、こんにちはតោះថ្ងៃហ្នឹងយើងមកធ្វើលំហាត់តរបស់យើងគឺមនដៃសានក្នុងមេរៀននាងហ្គេងនោះសុនហ្គេងទុច្ចរិតសឹហើយតោះអញ្ចឹងនេះគឺជាលំហាត់វែងដែលមានលក្ខណៈជារបៀបជាដប់កៃអញ្ចឹងយើងអានទៅទាំងអស់គ្នាទៅហើយとんちゃんあピロートク自宅で生活している A さん、87歳、男性、要介護さんは7年前に脳梗塞で左肩麻痺となり、訪問介護、ホームヘルプサービスを利用していた。はい。តើអញ្ចឹងចំណុចសំខាន់កន្លែងនេះគឺA さんហ្នឹងគឺ自宅で生活している。はい តោះអញ្ចឹងគឺគាត់គឺជាបុគ្គលដែលមានអាយុ87ឆ្នាំដានសេយកខៃកុសានហើយកាលពី7ឆ្នាំមុនហ្នឹងគឺគាត់មានជំងឺខួរក្បាលជំងឺដែលតាក់ទងនឹងខួរក្បាលធ្វើឲ្យបន្សល់ទុកនៅHidari Katamahi ហើយបានន័យថាពិការផ្នែកខាងឆ្វេងហើយគាត់នឹងបានប្រើប្រាស់នៅសេវាកម្ម Homon Kaigo បានន័យថា Homon Kaigo ហ្នឹងគឺជាសេវាកម្មទៅអ្នកថែទាំហ្នឹងទៅមើលថែនៅដល់ផ្ទះはいតោះយើងមើលខាងក្រោមនេះ A さんは食べることを楽しみしていたが、最近食事中にむせることが多くなり、誤嚥を繰り返していた。はい A さんគឺគាត់ចូលចិត្តញ៉ាំចូលចិត្តញ៉ាំ ហើយគាត់ចូលចិត្តញ៉ាំប៉ុន្តែថ្មីថ្មីហ្នឹងគឺនៅពេលដែលគាត់កំពុងញ៉ាំហ្នឹងគឺមិនទៅគាត់មើលសេឬគឺមានការឆ្លក់គឺអាចការឆ្លក់ហ្នឹងគឺកាន់តែច្រើនឆ្លក់ហ្នឹងគឺកាន់តែច្រើនទៅហើយបណ្ដាលឲ្យមានការឆ្លាក់អីហ្នឹងគឺអឺជាញឹកញាប់អីចឹងទៅហើយក៏អែនអូគឺរីខៃស្ទはいと、ご縁により救急搬送の後、医師はすまに今後も自宅で生活を続けるならば、医療を進める。はい. តើអញ្ចឹងដោយសារតែGoAn ដោយសារតែគាត់ឆ្លាក់អាហារហ្នឹងគាត់ធ្វើការបញ្ជូនទៅពេទ្យភ្លាមហ្នឹងណាខ្ជិលហាន់សូកន្លែងនេះហើយហើយបន្ទាប់មកគឺគ្រូពេទ្យហ្នឹងបាននិយាយទៅកាន់ប្រពន្ធរបស់អេសាហ្នឹងថានៅពេលក្រោយហ្នឹងបើសិនជាគាត់ចង់រស់នៅក្នុងផ្ទះខ្លួនឯងបន្តទៅមុខទៀតហ្នឹងគឺគេអឺសិស្សម្យើងបានន័យថាគេលើកទឹកចិត្តឲ្យអេសាហ្នឹងធ្វើការដាក់អ៊ីរ៉ូហ្នឹងគឺជាការដែលចោះផ្នែកខាងក្រៅនៃពោះរបស់យើងហើយដាក់បំពង់ចូលទៅក្នុងកាពះរបស់យើងរហូតដូចជាអាហាររបៀបដូចជាសេរ៉ូមអញ្ចឹងណាចូលទៅក្នុងពោះរបស់យើងដោយអត់ញ៉ាំទៅតាមមាត់ធម្មតាទេはいと話したはい妻は仕方がないと諦めていたが、別に暮らししている長男は色の創設について納得していなかった。はい អញ្ចឹងកន្លែងនេះគឺគេថាអញ្ចេះប្រពន្ធរបស់អេសាហ្នឹងគឺគាត់គិតថាអត់មានវិធីអីផ្សេងទៀតទេគាត់ក៏បោះបង់អាការរកវិធីផ្សេងទៀតហ្នឹងទៅគឺអឺព្រមយល់ព្រមតាមដែលពេទ្យបញ្យល់មកហ្នឹងណាថាឲ្យដាក់អ៊ីរ៉ូហ្នឹងទៅប៉ុន្តែអឺ កូនប្រុសច្បងរបស់អេសាហ្នឹងគឺគាត់រស់នៅផ្ទះផ្សេងទៀតផ្ទះផ្សេងមិនរស់នៅជាមួយអេសាហ្នឹងណាគឺគាត់អត់យល់ព្រមឲ្យដាក់អ៊ីរ៉ូហ្នឹងទេហើយ 長男は時間に訪れるたびに A さんの生活をめくって口論が繰り返されていた。はい. តោះអញ្ចឹងកន្លែងហ្នឹងគឺគេចង់បានន័យថាចេះនៅពេលដែលនៅពេលដែលចូលណាណាកូនប្រុសច្បងរបស់អេសាហ្នឹងគាត់មកលេងផ្ទះម្ដងទៅគឺគាត់តែងតែមានការនិយាយអត់ត្រូវគ្នាឬក៏និយាយស្រួលស្ដាប់ទៅឆ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធអេសានអីហ្នឹងចឹងណាអំពីជីវភាពរបស់អេសានហ្នឹងថាអត់ចង់ដាក់អ៊ីរ៉ូអត់ចង់អីចឹងណាប៉ុន្តែដោយសារតែប្រពន្ធរបស់អេសានហ្នឹងថាម៉ាស៊ីកាតាកាណៃក៏ដាក់ក៏បានដែរអញ្ចឹងណាហើយ妻は訪問介護員ホームヘルパーにどうしたらよいか相談した。はい ដល់ចឹងទៅគឺសឺម៉ាបានន័យថាគឺប្រពន្ធរបស់អេសាហ្នឹងគឺបានធ្វើការសូដានជាមួយនឹងហូម៉ុងខៃកូអ៊ីនបុគ្គលិកដែលទៅមើលថែនៅតាមផ្ទះហ្នឹងតើគួរធ្វើម៉េចហើយតើអញ្ចឹងកន្លែងនេះគឺសំណួររបស់គេសួរថាខៃកូហ្វុគុស៊ីណូ職業倫理に基づく対応として最も適切なものを一つ選びなさい。はいតើអញ្ចឹងកន្លែងហ្នឹងគឺគេចង់ប្រាប់យើងថាអញ្ចឹងក្នុងនាមយើងហ្នឹងគឺជាបុគ្គលិកធ្វើការថែទាំហ្នឹង
យោងទៅតាមអ្វីដែលយើងធ្លាប់រៀនពីមុនមកអីចឹងណាក្នុងចម្លើយពី1ដល់5នេះតើយើងគួរធ្វើការអឺតើយើងគួរធ្វើរបៀបម៉េចអញ្ចឹងគេឲ្យរើសយកចម្លើយមួយដែលត្រឹមត្រូវបំផុតគឺគេប្រើពាក្យថា motomo teki setsu ហើយអញ្ចឹងតើកាលណាគេប្រើពាក្យថា motomo teki setsu ហ្នឹងបានន័យថានៅក្នុងចម្លើយពី1ដល់5ហ្នឹងគឺមានចម្លើយមួយត្រឹមត្រូវបំផុតហើយមានចម្លើយផ្សេងទៀតហ្នឹងអាចនឹងមួយឬក៏ពីរផ្សេងទៀតហ្នឹងគឺវាក្បែរនឹងត្រូវតែក៏វាអត់ត្រូវបាច់100%ណាហើយតែអញ្ចឹងយើងមើលកន្លែងនេះទៅគឺ一番医療的なことについて発言できないអញ្ចឹងគឺយើងក្នុងនាមយើងជា介護職員ហ្នឹងគឺយើងទៅផ្ដាំផ្ញើទៅប្រពន្ធអេសាហ្នឹងថារឿងតាក់ទងជាមួយនឹងផ្នែកវិទ្យាសាស្ត្រហ្នឹងគឺយើងមិនអាចនិយាយបានទេហើយ2番医療の判断ならそれに従うのが良いと思いますはいតោះអញ្ចឹងនេះបាំងនេះគឺគេចង់ថាអញ្ចេះដោយសារតែវាគឺជាការវិនិច្ឆ័យរបស់គ្រូពេទ្យហើយអញ្ចឹងធ្វើទៅតាមហ្នឹងទៅគឺល្អតោះនេះអញ្ចឹងកាយកោជកអ៊ីហ្នឹងគឺផ្ដាំទៅកាន់សឺម៉ាក់ថាអញ្ចឹងហើយតមកសានបាំងអេសាន自身はどのようにお考えなのでしょうかとអញ្ចឹងគឺធ្វើការសួរត្រឡប់ប្រពន្ធរបស់អេសានហ្នឹងវិញថាតើអេសានហ្នឹងគាត់គិតថាខ្លួនគាត់ហ្នឹងគួរធ្វើមិនដែរអញ្ចឹងណាហើយ4番、息子さんの気持ちより一緒に暮らす奥さんの気持ちが優先されますよអញ្ចឹង4番នេះគឺគេចង់បានន័យថាអញ្ចេះដោយសារតែមួយស្កកហ្នឹងគឺគាត់ដោយសារតែមួយស្កកហ្នឹងគឺគាត់រស់នៅផ្ទះផ្សេងអត់នៅជាមួយអេសាហ្នឹងទេអញ្ចឹងគឺកុំសូវគិតពីអារម្មណ៍របស់មួយស្កកសាហ្នឹងអីគឺគិតអំពីអារម្មណ៍របស់អេសាណូស៊ូម៉ាហ្នឹងវិញទៅបានន័យថាគិតពីប្រពន្ធអារម្មណ៍របស់ប្រពន្ធអេសាហ្នឹងវិញទៅតោះនេះはいតោះអញ្ចឹង5番、息子さんと一緒に医師の聞きに行ってみてください。អញ្ចឹង5番នេះគឺគេ介護職員ហ្នឹងគឺប្រាប់ទៅកាន់ប្រពន្ធរបស់អេសាហ្នឹងថាឲ្យពួកគាត់ហ្នឹងទាំងមួយស្កសានទាំងស៊ឺម៉ាក់ហ្នឹងគឺទៅធ្វើការសួរយោបល់ពីអ៊ីស៊ីទៅពីគិតពីដុកទ័រទៅតោះនេះហើយតោះអញ្ចឹងនៅក្នុងលំហាត់នេះចម្លើយដែលត្រឹមត្រូវរបស់វាគឺចម្លើយលេខ3ហើយតែអញ្ចឹងយើងមើលទាំងអស់គ្នាមកហេតុអីបានចម្លើយលេខ3ហ្នឹងត្រឹមត្រូវអញ្ចឹង一番医療的なことについて発言できないហ្នឹងនៅពេលដែលឧទាហរណ៍ថាមាននរណាម្នាក់មកសូដានជាមួយយើងហើយរឿងហ្នឹងយើងពិតជាអត់ដឹងមែនអញ្ចឹងយើងគួរតែមិនគួរឆ្លើយថាអត់ដឹងដាច់ប៉ិតហ្មងចេះទេយើងគួរតែឆ្លើយថាអឺដោយសារតែវាជាអ៊ីឌីយ៉ូតិកអញ្ចឹងទៅយើងអត់ដឹងច្បាស់ទេអញ្ចឹងណាយើងគួរតែរៀបរាប់ថាឲ្យគាត់នឹងទៅសួរខាងកូស៊ីឬក៏ទៅសួរអ្នកផ្សេងទៀតឯនៅកន្លែងការងារនឹងយើងវិញទៅគឺអឺវាល្អស្ដាប់ជាងអញ្ចឹងកន្លែងនៃពាក្យ hard scan នៃគីណៃហ្នឹងគឺអត់ត្រឹមត្រូវទេណាហើយតោះអញ្ចឹងយើងចូលមកដល់នេះបានគឺ Ilio no handan nara sore ni shitagau no ka yoi to omoimasu អញ្ចឹងកន្លែងហ្នឹងគឺដោយសារតែវាគឺជាការវិនិច្ឆ័យរបស់គ្រូពេទ្យដោយសារជាការព្យាបាលអញ្ចឹងទៅគឺធ្វើទៅតាមហ្នឹងទៅគឺល្អប៉ុន្តែវាគឺវាមិនល្អគ្រប់ករណីទាំងអស់ទេតោះចំណុចដែលខុសហ្នឹងគឺអឺវាមិនខុស100%ទេគ្រាន់តែវាមិនស័ក្តិសមអឺដោយសារតែជួនកាលទៅការព្យាបាលហ្នឹងគឺជាការព្យាបាលដែលអ្នកដែលត្រូវព្យាបាលហ្នឹងគាត់ចង់ព្យាបាលទៅតាមវិធីហ្នឹងអីចឹងទៅហើយជួនកាលទៅគឺគាត់អត់ចង់គឺធ្វើការព្យាបាលទៅតាមវិធីហ្នឹងអីចឹងទៅអញ្ចឹងឲ្យតែពេទ្យថាម៉េចយើងធ្វើតាមពេទ្យទាំងអស់ហ្មងគឺកន្លែងហ្នឹងក៏វាមិនមែនជាចំណុចល្អ100%ដែរហើយអញ្ចឹងបានចម្លើយលេខ2ហ្នឹងគឺមិនត្រឹមត្រូវទេ តោះសានបាំងគឺជាចម្លើយត្រឹមត្រូវមូលហេតុដែលវាត្រឹមត្រូវគឺអេសានជីស៊ីនវ៉ាដូណូយ៉ូនីអូខាងហ្កែណាណូរេសូកាអញ្ចឹងបានន័យថាគឺធ្វើការយកការគិតរបស់អេសានហ្នឹងគឺជារឿងចម្បងតោះនេះហើយអញ្ចឹងតើអេសានហ្នឹងគាត់ចង់ធ្វើម៉េចអីមិនអញ្ចឹងទៅគឺត្រូវធ្វើការសួរយោបល់ពីអេសានសិនដោយសារតែវាគឺជាការព្យាបាលទៅលើខ្លួនគាត់ផ្ទាល់ហើយអញ្ចឹងសានបាំងគឺចម្លើយត្រឹមត្រូវហើយយ៉ងបាំង 4番នេះគឺ息子さんの気持ちより一緒に暮らす奥さんの気持ちが優先されますよអញ្ចឹងគឺគេចង់ថាឲ្យខៃកូសុកហ្នឹងគឺប្រាប់ទៅប្រពន្ធរបស់អេសានហ្នឹងថាកុំខ្វល់ពីអារម្មណ៍របស់息子សានអីដោយសារតា
ស្កូសានហ្នឹងគឺគាត់នៅផ្ទះផ្សេងទេហើយអ្នកដែលរស់នៅរងថ្ងៃហ្នឹងគឺប្រពន្ធរបស់នៅជាមួយអេសានរងថ្ងៃហ្នឹងគឺប្រពន្ធរបស់អេសានអញ្ចឹងគឺធ្វើទៅតាមគំនិតរបស់ប្រពន្ធអេសានហ្នឹងទៅហើយប្រពន្ធអេសានហ្នឹងគឺគាត់ចង់ឲ្យធ្វើទៅតាមគំនិតរបស់អេស៊ីគឺធ្វើការដាក់អ៊ីរ៉ូនឹងឯងអញ្ចឹងកន្លែងហ្នឹងគឺវាអឺការដែលប្រើពាក្យថា មុស្កូសានៅគីម៉ូជីយ៉ូរីនេះកន្លែងនេះគឺអត់ត្រឹមត្រូវទេជាទូទៅនៅក្នុងគ្រួសារគឺតែងតែមានការខ្វែងគំនិតគ្នាអញ្ចឹងណាប៉ុន្តែបើយើងអត់រកវិធីណាដោះស្រាយឲ្យត្រឹមត្រូវទេវាធ្វើឲ្យថ្ងៃក្រោយនេះអាចនឹងមានបញ្ហាអីចឹងទៅណាមានចំនួនមានអីនៅក្នុងគ្រួសារអញ្ចឹងទៅអញ្ចឹងជាទូទៅគឺយើងត្រូវរកវិធីណាមួយដើម្បីឲ្យទាំងហ៊ុននីនទាំងគ្រួសារហ្នឹងគឺធ្វើការអឺមានគំនិតស្របទៅតាមគ្នាអឺ ទោះបីជាមិនបាន100%ក៏អ្នកទាំងអស់គ្នានឹងអាចថាយល់ស្របទៅតាមគ្នាខ្លះអីចឹងណាកុំឲ្យខ្វែងគំនិតគ្នាដាច់ពេកហើយតោះងក់បាំងហ្នឹងគឺគេសរសេរថាមើស្កូសានតូអ៊ីសូនីអ៊ីស៊ីណូគីគីនីអ៊ីតេមីតេក្ដាសៃអញ្ចឹងគឺគេឲ្យមើស្កូសានហើយនឹងប្រពន្ធរបស់អេសាហ្នឹងទៅធ្វើការសួរយោបល់ឬក៏ពិគ្រោះយោបល់ជាមួយនឹងដុកទ័រទៅកន្លែងហ្នឹងបើសិនជាអត់មានលេខ3នេះទេចម្លើយលេខ5នេះអាចនឹងត្រូវណាប៉ុន្តែដោយសារតែមានចម្លើយលេខ3នេះចម្លើយលេខ3នេះគឺអាចនិយាយបានថាគឺជាចម្លើយដែលត្រូវ100%តបមកគឺលេខ5នេះអាចថាត្រូវបានតែ60ឬក៏70%អីចឹងណាហើយអញ្ចឹងហើយបានគឺអត់ត្រឹមត្រូវទេកន្លែងនេះគឺវាអត់ត្រូវ100%ចម្លើយដែលត្រូវ100%គឺអឺលេខ3ហេតុអីបានលេខ3ត្រូវ100%ហេតុ3បានលេខ5ត្រូវតែ70%ដោយសារតែលេខ3នេះគឺគេបញ្ជាក់ច្បាស់ថា ethanogenesis អញ្ចឹងបានន័យថាគឺធ្វើការបញ្ជាក់ទៅលើខ្លួនរបស់អេសាននឹងផ្ទាល់តោះនេះអញ្ចឹងបើយើងធ្វើការបញ្ជាក់ទៅលើខ្លួនរបស់អេសាននឹងផ្ទាល់អញ្ចឹងអ្វីៗគឺវាច្បាស់លាស់ជាងអញ្ចឹងណាហើយអញ្ចឹងបើសម្រាប់លេខ5នេះគឺគេឲ្យមើលស្កូសានហើយនឹងស៊ឺម៉ាក់ហ្នឹងទៅសួរគំនិតពេទ្យគំនិតដុកទ័រម្ដងទៀតហើយដូចខាងលើហ្នឹងគឺគេបាននិយាយប្រាប់យើងហើយថាអ៊ីស៊ីហ្នឹងគឺបានប្រាប់ទៅកាន់ប្រពន្ធគាត់ហើយថាបើចង់ធ្វើការប្រកបជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះរបស់ខ្លួនឯងបន្តទៅទៀតគឺគួរតែដាក់អ៊ីរ៉ូហ្នឹងទៅអញ្ចឹងប្រហែលជានៅពេលដែលទៅសួរគ្រូពេទ្យទៅប្រហែលជាអត់មានអីខវ៉ារ៉ាណៃអីអញ្ចឹងណាហើយអញ្ចឹងបានលំហាត់នេះនៅចម្លើយនៅក្នុងលំហាត់នេះគឺជាចម្លើយសានបាក់ហើយចាតោះអញ្ចឹងយើងបញ្ចប់លំហាត់នឹងត្រឹមហ្នឹងទៅហើយអូស្ការេសាម៉ាដេស